សួស្តីបងបងនេះផ្សិតក្រងោកបានលាងទឹកលាងអីហើយឯងបងបងអើយលាងទឹកនឹងឡើង3 4 5ទឹកចិត្តជើងចិត្តអីវាឲ្យស្អាតទៅហើយលាងបែបនេះហើយគេប្រាប់មកពីផ្សារច្រើនមុខបងប្អូននៅស្លម្ជូរឆាស្ងោអីចឹងណាហ្នឹងហើយដល់ពេលនាងខ្ញុំឃើញម៉ាក់ខ្ញុំមកខ្ញុំសួរថាម៉ាក់ផ្សិតនឹងយកទៅធ្វើអីឆ្ងាញ់គាត់ប្រាប់ថាយកទៅខទៅកូនចឹងហើយក៏ចាប់ផ្ដើមទៅទិញសាច់ជ្រូក3ជាន់បងប្អូនយកវាហាន់ដុំបែបនេះហើយមករំលីងវាឲ្យវាចេញខ្លាញ់ខ្លះហ៎បងប្អូនហើយបំពងវាឲ្យចេញខ្លាញ់បន្តិចទៅហើយនាងខ្ញុំទៅកន្លោយស្ករមានខ្ទឹមម្រេចអីដាក់ចូលគ្នាទៅចាក់ទឹកត្រីចាក់អីដាក់ស្ករអំបិលប៊ីចេងឲ្យហើយទៅបងបងអើយហើយបាននាងខ្ញុំចាក់សាច់ជ្រូកម្លីងចូលគ្នានឹងទៅឲ្យឡើងឈ្ងុយហើយបាននាងខ្ញុំដាក់ទឹកស្អាតយើងនឹងចូលបន្តិចទៅដើម្បីឲ្យវាពណ៌សាច់ហើយនឹងស្ករហ្នឹងគឺវារលាយចូលគ្នាហ្នឹងហើយឲ្យសាច់យើងឡើងក្រហមអីចឹងណាហ្នឹងហើយហូបហ្នឹងខហ្នឹងបងប្អូនហើយអត់មានទលាន់ទេដោយសារតែខយើងដាក់នេះចឹងគឺឆ្ងាញ់ខ្លាំងមែនតែនបើសឡម្ជូរឬស្ងោរជ្រូកអីវាអាចរៀងតាយបងដោយសារតែវាមានទឹកចឹងណាដល់ពេលខនេះគឺខ្ញុំដាក់ទឹកតែល្មមជាមួយសាច់ជ្រូកនឹងល្អាប់ទេដល់ពេលហើយចឹងទៅក៏វាចេញទឹកពីផ្សិតមករៀងច្រើនដែរបងចឹងហើយក៏ល្មមរសជាតិយើងទៅឥឡូវយើងចាក់សាច់ជ្រូកយើងម្លីងចូលគ្នាបែបនេះមកឲ្យវាម្លីងឡើងចូលជាតិគ្នាហើយដាក់ទឹកយើងស្អាតហ្នឹងចូលបន្តិចទៅបងឲ្យស្ករយើងរលាយមកចេញពណ៌មកជាប់ជាមួយសាច់យើងហ្នឹងណាហ្នឹងហើយថែមទឹកបន្តិចទៅដោយសារតែដាក់ទៅវាស្ទើរទឹកចឹងណាតិចពេកហ្នឹងហើយឥឡូវនេះខ្ញុំដាក់សាច់ជ្រូកហ្នឹងរងាស់វាហើយដាក់សាច់ដាក់គ្រឿងដាក់ក្រូវអីមកបងអើយតាមចំណងចំណូលចិត្តចឹងណាហ្នឹងហើយនេះខ្ញុំដាក់នេះក៏អត់ភ្លក់ដែរដាក់ហើយបង់ហើយក្របទុកចោលតែម្ដងឲ្យសាច់ជ្រូកហ្នឹងវាពុះហើយឆ្អិននៅនឹងតែម្ដងចឹងណាហ្នឹងហើយផ្សិតនេះក៏ខ្ញុំទិញហូបលើកទី1ដែរដោយសារតែខ្ញុំកាលនៅតូចហូបច្រើនណាបងព្រោះនៅស្រុកខ្ញុំហ្នឹងសបោដល់ពេលខ្ញុំដូរមកនៅខាងប្តីខ្ញុំនេះគឺអត់សូវមានទេភាគច្រើននៅទីនេះគឺសបោជាងគេផ្សិតកមួនចឹងណាអាផ្សិតកងោកផ្សិតស្មាច់ផ្សិតអីហ្នឹងវាក្របានហូបហ្នឹងហើយជាពិសេសផ្សិតកញ្ចោផ្សិតអីហ្នឹងគឺវាអត់សូវមានទេដោយថាមានក៏យើងទិញអត់ទាន់គេដែរព្រោះគេសិតតែមានម៉ួយមានអីចឹងណាតើតែគេអ្នកដើរទិញបន្លែទិញអីទៅបានគេបានឃើញបើយើងទៅដល់រៀបចំតែកន្លែងលក់នៅផ្សារហ្នឹងចឹងហើយអត់ងាយបានមកហូបដូចគេទេបងអើយហើយដាក់មកងាស់សាច់ហ្នឹងចោលទៅបងហើយយើងឲ្យវាឆ្អិនសាច់ឆ្អិនហើយអីហើយអស់យើងចាក់ផ្សិតហ្នឹងចូលទៅដោយសារតែផ្សិតហ្នឹងវាដូចថាឆាប់ឆ្អិនដែរចឹងណាចឹងហើយមកងាស់សាច់យើងឲ្យឆ្អិនទៅហើយសម្រាប់សាច់នេះគឺបពងម្សាហើយអញ្ចឹងសាច់វាឆ្អិនស្រាប់ហើយអញ្ចឹងហើយគ្រាន់តែយើងមកងាស់វាឲ្យវាចូលជាតិគ្នាទៅចាក់ផ្សិតចាក់អីទៅបងអើយហើយបើពណ៌ល្អខ្លាំងមែនតែនខហ្នឹងបងអូយនិយាយពីថាឆ្ងាញ់តែដល់ពេលឆ្អិនហ្នឹងគឺវាមានរៀងមានក្លិនណាបងផ្សិតក្លិនផ្សិតព្រៃហ្នឹងហើយដល់ពេលចឹងទៅកូនខ្ញុំថាំងមិនធុំក្លិនអីចឹងម៉ាក់តែគាត់ចេះហូបដែរហ្នឹងហើយកូនស្រីខ្ញុំចេះហូបផ្សិតចំណែកឯកូនប្រុសខ្ញុំចេះដែរចេះហូបតែសាច់ទេចេះហូបតែសាច់ហើយនឹងទឹកបងហើយផ្សិតនេះកន្លះគីឡូគេលក់1គីឡូ10000កន្លះគីឡូ10000ហ្នឹងហើយ1គីឡូ20000អញ្ចឹងហើយក៏ដាក់ទៅបងនេះដាក់ហើយហ្នឹងគឺពេញឆ្នាំងតែម្ដងហើយទឹកហ្នឹងជាមួយសាច់ជ្រូកមិញល្អាប់ទេតែចាំមើលដល់ពេលឆ្អិនណាបងទឹកគឺវាលិចផ្សិតហ្នឹងតែម្ដងហ្នឹងហើយអត់មានតាយទេបងបើសិនជាស្ងោរជ្រក់ឬក៏អីហ្នឹងវារៀងតាយហ្នឹងហើយខ្ញុំអត់ចេះហូបពេលតាយតែដល់ពេលយកមកខបែបនេះគឺអត់មានរសជាតិតាយចឹងទេហើយឆ្ងាញ់ខ្លាំងមែនតើបងអូយនាងខ្ញុំហូបបាយអស់2ចានហ្នឹងហើយផ្សិតនេះគឺជាតិណាបងប្អូនហើយដូចឆ្ងាញ់ជាងផ្សិតច្បើងរបស់យើងធម្មជាតិហ្នឹងហើយផ្សិតច្បើងឥឡូវហូបអត់សូវឆ្ងាញ់ទេដោយសារតែគេបដោះគេអីចឹងណាតែបើផ្សិតច្បើងពីមុនកាលនាងខ្ញុំនៅភ្ញាក់ក្មេងអាតាមកណោច្បើងដែលយើងកោចោលហើយវាមានរលួយច្បើងហ្នឹងហើយវាដុះផ្សិតចេញមកបងអើយព្រលឹមឡើងចាប់ផ្ដើមកាន់ហើយតាំងកច្រែងទៅដកមកឲ្យព្រលឹមឡើងទៅដកមកឲ្យមានអារីកមានអាណូបមានគ្រប់ប្រភេទចឹងទៅបើអារីកហ្នឹងនាងខ្ញុំយកមកប្រឡាក់វាដាក់អាំងបងឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងវីដេអូខ្ញុំអត់មានអីច្រើនទេបងមានតែប៉ុណ្្នឹងអរគុណចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយហើយបើចង់ឲ្យបងអូនធ្វើម្ហូបអីប្លែកកុំភ្លេចខមមិនក្រោមវីដេអូ